នៅថ្ងៃទី17 ខែ 4 ឆ្នាំ 2026 ប្រទេសមីយ៉ាន់ម៉ាបានលើកលែងទោសអ្នកទោសជាង 4,000 នាក់ រួមទាំងប្រធានាធិបតីដែលបានបណ្តាញចេញពីតំណែងផងដែរ ប្រទេសមីយ៉ាន់ម៉ាបានលើកលែងទោសអតីតមេដឹកនាំលោក វិន ម៉ឺន ខណៈដែលមេធាវីរបស់លោកស្រីអ៊ុងសានស៊ូជីនិយាយថាទោសជាប់ពន្ធនាគាររបស់លោកស្រីត្រូវបានកាត់បន្ថយស្រីអ៊ុងសានស៊ូជីមកដល់ឡៅនេះគាត់មានអាយុ80ឆ្នាំកំពុងតែជាប់ពន្ធនាគារអស់រយៈពេល27ឆ្នាំពីបទចោទប្រកាន់ដែលសម្ព័ន្ធមិត្តរបស់លោកស្រីពិពណ៌នាថាការលើកទឹកចិត្តខាងនយោបាយមេធាវីរបស់លោកស្រីបានប្រាប់រយទៅថាការកាត់ទោសរបស់លោកស្រីត្រូវបានកាត់បន្ថយ1/6 ប៉ុន្តែនៅមិនទាន់ច្បាស់ថាតើអ្នកឈ្នះពានរង្វាន់ Nobel នឹងត្រូវបានអនុញ្ញាតឲ្យជាប់ពន្ធនាគារដែរឬទេអ្នកទោសរាប់ពាន់នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្តន្ទាការលើកលែងទោសឬក៏កាត់បន្ថយទោសរបស់ពួកគេបទបញ្ជាលើកលែងទោសរបស់លោកមីងអ៊ុងលៀងគឺជាសកម្មភាពផ្លូវការដំបូងបំផុតរបស់លោកចាប់តាំងពីមេដឹកនាំរដ្ឋប្រហារបានក្លាយទៅជាប្រធានាធិបតីនៅក្នុងខែនេះចលនានេះបានកើតឡើងពេលដែលមេធាវីរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជីដែលជាប់ពន្ធនាគារបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយទៅថាការកាត់បន្ថយទោសរបស់គាត់ត្រូវបានកាត់បន្ថយសេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីនិយាយថាអតីតប្រធានាធិបតីមីន ម៉ឺនដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021ក៏ត្រូវបានលើកលែងទោសពីការផ្តន្ទាទោសរបស់គាត់ផងដែរ